dây piประเภทไตรกาวវិញខាងប្អូនមានច្រើនម៉ូដដែរបងប្រភេទថៃកោណញាក់នេះមានតាំងតភ្លើងមានតាំងសូឡាថៃកោណប្រើភ្លើងនឹងខ្ញុំមានប្រហែលជា5-6ម៉ូដដែរបងហើយមានតូចមានធំដែរអត់សូវបានធ្វើវីដេអូពីប្រភេទនេះដោយសារតាឡានម៉ួយគាត់មកចូលទិញទៅឃើញគាត់បើកភ្លើងស្រាប់ចឹងទៅក៏ថតវីដេអូឲ្យបងមើលទៅប្រភេទថៃកោណញាក់7ពណ៌ហ្នឹងភាគច្រើនវាដូរម៉ូដខ្លួនឯងចឹងរយៈពេលនៃការដូរម៉ូដវាយូរដែរចឹងបងមើលតាមវីដេអូហ្នឹងទៅដោយសារតែខ្ញុំធ្វើថតនេះក៏ខ្ញុំថតចង់ឲ្យបងឃើញការដូរម៉ូដរបស់វាដែរហើយនិយាយពីឡានគាត់វិញគឺភ្លើងគាត់លេងមកស្អាតបងអញ្ចឹងនៅពេលដែលបងឃើញទាំងអស់ហ្នឹងតាំងតុក្កតាទាំងភ្លើងទាំងអស់ហ្នឹងគឺនៅកន្លែង admin មានលក់ទាំងអស់មិនថាភ្លើងញាក់ខ្សែភ្លើងញាក់តូចអីទេគឺមានគ្រប់មុខអញ្ចឹងបើសិនជាបងឆ្លាញ់ម៉ូដណាអីបងអាច screenshot ឬក៏បងឃើញឡានគេដាក់អីបងអាចថតផ្ញើមកសួរ admin ថាមានអត់ក៏បានដែរបងសូម្បីតាសូឡាតូចសូឡាធំអីហ្នឹងគឺមានទាំងអស់នេះគ្រាន់តែ admin ដាក់តាំងនៅហាងឯណាបងអានេះអត់តែថតទេតែចៃដន្យអីភាគច្រើនទៅតែយប់ឡើងវាអូតូភ្លឺខ្លួនឯងអញ្ចឹងទៅ admin ឃើញវាភ្លឺក៏ថតវីដេអូបន្តិចទៅសូមរៀបរាប់ពីភ្លើងតាប៉ុណ្ណឹងទេឥឡូវសូមបងមកមើលការដាក់កបាំងផុកវិញព្រោះបាំងផុក admin ទំតែចូលស្តុកថ្មីចូលគ្រប់ខ្នាតបងមានទាំងក្រាស់មានទាំងស្ដើងអានេះខ្ញុំថតចិត្តឲ្យបងមើលអាប្រភេទខ្ញុំពងបង្ហាញនេះគឺអាក្រាស់ប្រភេទក្រាស់នៅខាងហាង admin គឺកម្រាស់មហុនស្ដើង5លីបងអញ្ចឹងអានេះខ្ញុំថតចិត្តអានេះខ្ញុំពងរហោអាស្ដើងឲ្យបងមើលដល់ពេលសិតតែមានអំបោះទាំងអស់បងមិនថាក្រាស់មិនថាស្ដើងទេសិតតែមានអំបោះខាងក្នុងអាប្រភេទមានអំបោះលៀនមកខាងក្រៅហ្នឹងភាគច្រើនស្ដើងហើយបងព្រោះកម្រាស់ស្ដើងហ្នឹងគឺ5លីដោយសារតែឃើញវារៀងខើមហើយមានអំបោះចេញមកក្រៅហ្នឹងដោយសារតែវាស្ដើងបងដូចយើងយកកម្រាស់6ដូចយើងយកកម្រាស់10លីយកមកជ្រៀកជា2អញ្ចឹងបងបើសិនជាប្រភេទក្រាស់ហ្មងគឺអាឡងសងខាងដោយសារតែប្រភេទអស់នេះគឺចេញពីរោងចក្រអញ្ចឹងទៅបើសិនជាប្រភេទស្ដើងគឺវាគ្រឿងមកជាហៀងអាឡងមកជាហៀងប៉ុន្តែអាហ្នឹងពេលយើងដាក់ការពារកុំឲ្យដីខ្ទាតអីទេបងវាមិនមែនជាបញ្ហាយើងដាក់អាគ្រឿងហ្នឹងចូលខាងក្នុងទៅខាងក្រៅពេលយើងចាប់ចូលឡានយើងដាក់អាឡងហ្នឹងចេញមកខាងក្រៅមកអញ្ចឹងមូលហេតុដែលអាស្ដើងហ្នឹងវាឃើញមកជាហៀងដោយសារតែវាចេញអំបោះបងដោយសារតែអាស្ដើងហ្នឹងក៏យើងដាក់អំបោះនៅខាងក្នុងហ្នឹងដូចគ្នាអញ្ចឹងនៅពេលដែលយើងដាក់អំបោះរៀងច្រើនចូលទៅក្នុងអាប្រភេទស្ដើងហ្នឹងទៅมันធ្វើឲ្យមកជាហៀងគ្រឿងមកជាហៀងអាឡងហ្នឹងបងតែបើសិនជាប្រភេទក្រាស់យើងអាឡងសងខាងដោយសារតែអំបោះវានៅកដាលអញ្ចឹងខាងវាត្រូវអាឡងហើយមើលឡានបងពេលគាត់ដាក់ហើយប្រភេទឡានគាត់នេះភាគច្រើនគឺគាត់ដាក់ប្រភេទខេះហើយអានេះគ្រាន់តែខ្ញុំមើលទៅគឺអាឡងទាំងសងខាងបងនិយាយពីការលេងកបាំងផុកបងចង់ដាក់2ផ្ទាំងដូចគាត់ចេះក៏បានដែរបងស្អាតម្យ៉ាងម្នាក់ទេបងចង់ដាក់3ផ្ទាំងក៏បានឬក៏1ផ្ទាំងធំទាំងអស់ក៏បានដែរដូចឡានគាត់អញ្ចឹងគាត់ដាក់កបាំងផុកហើយគាត់ដាក់ស្តុបថ្មីទៅបានដែរបងស្តុបហ្នឹងក៏ខ្ញុំមានលក់ដែរអញ្ចឹងពេលបងមកដាក់កបាំងផុកហើយបងចង់ដាក់ម៉ូដ stop mode អីក៏អាចកំងបានដែរបងគឺនៅក្នុងហាងមាន stock ស្រាប់អញ្ចឹងអរគុណច្រើនបងជួបគ្នាវីដេអូក្រោយទៀតសូមជម្រាបលា